កាលពីវីដេអូមុនខ្ញុំបាននិយាយពីដំណាំកម្របហើយនៅវីដេអូនេះគឺខ្ញុំនឹងនិយាយអំពីប្រភេទនៃដំណាំកម្របតើមានអីខ្លះកុំភ្លេចតាមដានវីដេអូនេះឲ្យដល់ចប់ជម្រាបសួរអ៊ំពូមីងបងប្អូនជាទីគោរពខ្ញុំគិតថាអ្នកនរគ្នាប្រហែលជាបានអានរួចហើយឬក៏បានស្ដាប់រួចហើយនៅវីដេអូមុនដែលខ្ញុំនិយាយអំពីដំណាំកម្របហើយថ្ងៃនេះខ្ញុំចង់ចែករំលែកប្រភេទដំណាំកម្របដែលជាតិអាចប្រើប្រាស់ជាដំណាំកម្របបានហើយប្រភេទទូទៅនៃដំណាំកម្របនោះរួមមានក្រូចធនជាតិដូចជាស្លឹកគ្រៃត្របែកសណ្ដែកខៀវនិងសណ្ដែកធម្មតាហើយវាអាចជួយជួសជុលអាស៊ូតនៅក្នុងដីផងដែរទី2ហ្នឹងតកតងជាមួយនឹងស្មៅមានដូចជាស្រូវសាលីដែលវាអាចជួយការពារការហូរច្រោះនិងការកែលម្អរចនាសម្ព័ន្ធដីនិងប្រភេទផ្សេងៗជាច្រើនទៀតដែលខ្ញុំអាចរៀបរាប់បានទេគឺវាអាចជួយកម្ចាត់សត្វល្អិតនិងបន្សុទ្ធដីហើយលូតលាស់លឿននិងល្អសម្រាប់ការកម្ចាត់ស្មៅដូចគ្នាដូច្នេះហើយបើបងប្អូនទាំងអស់គ្នាចង់ដឹងពីរបៀបប្រើខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នានៅវីដេអូបន្ទាប់ហើយជួយ like វីដេអូនេះផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៅមុខទៀតអរគុណអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ